សួស្តីប្រិយមិត្តបងប្អូនទាំងអស់គ្នាបាទវីដេអូនេះគឺផ្ញើជូនទៅសម្រាប់បងប្អូនដែលគាត់រស់នៅក្នុងខេត្តកេបិចចឹងណាអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើឡើងគឺក្នុងគោលបំណងក្នុងការចែករំលែកពាក់ព័ន្ធជាមួយនឹងព័ត៌មានដែលយើងចង់ធ្វើការណាត់ជួបពេទ្យដើម្បីយើងទៅចាក់វ៉ាក់សាំងសម្រាប់អ្នកដែលរស់នៅក្នុងខេត្តកេបិចចឹងណាអញ្ចឹងឯកសារដែលយើងត្រូវមានដើម្បីយើងអាចចាក់វ៉ាក់សាំងបានគឺយើងត្រូវមានកាតសុខភាពមួយនេះបានយើងអាចចាក់វ៉ាក់សាំងបានអញ្ចឹងណាអញ្ចឹងយើងធ្វើការធ្វើ rendezvous ហ្នឹងគឺយើងធ្វើ rendezvous តាមអង់គ្លេសយើងធ្វើការ booking តាម online អញ្ចឹងណាអញ្ចឹងខ្ញុំធ្វើវីដេអូពីរបៀបនៃការ booking តាម online ហ្នឹងគឺងាយស្រួលបំផុតយើងគ្រាន់តែចូលទៅក្នុង website មួយឈ្មោះថា click Santé ទៅយើងធ្វើការ booking ទៅរួចរាល់ហើយយើងយកតែ confirmation ហ្នឹងមកហើយបន្តមកទៀតថ្ងៃដែលយើងទៅចាក់ហ្នឹងយើងគ្រាន់តែបង្ហាញconfirmation នឹងទៅដល់ doctor ទៅគេនឹងអាចចាក់ថ្នាំឲ្យយើងបានហើយទៅជាទូទៅនៅក្នុងប្រទេសកាណាដាគេតែងតែ offer ឲ្យការចាក់វ៉ាក់សាំងហ្នឹងគឺ free ដូចជាចាក់វ៉ាក់សាំង COVID ចាក់វ៉ាក់សាំងផ្ដាសាយឬក៏ចាក់វ៉ាក់សាំងអីផ្សេងគឺវា free អញ្ចឹងអាចតាមដានវីដេអូនេះទាំងអស់គ្នាដើម្បីចង់ដឹងថារបៀបនៃការចូលទៅកាន់ register តាម online ហ្នឹងគឺគេធ្វើបែបម៉េចអូខេ let's go បាទជាដំបូងយើងចូលមកកាន់ Google Chrome មកដើម្បីយើង check មើលwebsite មួយហ្នឹងយើងចុចពាក្យថា click santé មកយើងចុចពាក្យ click santé នេះមកបន្ទាប់មកទៀតយើងបញ្ចូលព័ត៌មានអញ្ចឹងបើសិនជាបងប្អូនចេះភាសាបារាំងបងប្អូនអាចបញ្ចូលជាភាសាបារាំងក៏បានអញ្ចឹងឧទាហរណ៍ថាខ្ញុំឲ្យវាបកប្រែជាភាសាអង់គ្លេសអញ្ចឹងណាឲ្យបកប្រែជាភាសាអង់គ្លេសអញ្ចឹងខ្ញុំដាក់អង់គ្លេសបាទអញ្ចឹងវា translate ជាអង់គ្លេសបាទអញ្ចឹងយើងចុចកន្លែងនេះមកប្រភេទវ៉ាក់សាំងជាទូទៅវ៉ាក់សាំងគឺមាននៅក្នុងហ្នឹងអញ្ចឹងបើសិនជាបងប្អូនត្រូវការវ៉ាក់សាំងប្រភេទអីបងប្អូនអាចមើលទៅតាមនឹងបានអញ្ចឹងណាចង់ឧទាហរណ៍ថាវ៉ាក់សាំង COVID-19 ឬក៏វ៉ាក់សាំងផ្ដាសាយគឺវានៅជាមួយគ្នាអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងមកហើយបន្តមកទៀតយើងបញ្ចូល postal code របស់យើងអញ្ចឹងបងប្អូននៅម្ដុំទីតាំងណាបងប្អូនអាចបញ្ចូលទីតាំងម្ដុំហ្នឹងអញ្ចឹងណាបាទយើងបញ្ចូលមកបាទកន្លែងនេះគឺតម្លៃគឺវា free ទេសម្រាប់ការចាក់វ៉ាក់សាំងឲ្យតែយើងមានកាតសុខភាពអញ្ចឹងយើងចុច free of charge នេះមកហើយយើងចុច to search បាទអញ្ចឹងឃើញថាទីតាំងនៅជិតផ្ទះរបស់ខ្ញុំហ្នឹងគឺមានតនេឈ្មោះថា pharmacy Pharmaprix pharmacy មួយហ្នឹងណាយើងអាចធ្វើការណាត់ជួបដើម្បីយើងទៅចាក់វ៉ាក់សាំងបានអញ្ចឹងបន្ទាប់មកយើងចាក់វ៉ាក់សាំងជាប្រភេទផ្ដាសាយឧទាហរណ៍ថាវ៉ាក់សាំងប្រភេទផ្ដាសាយឈ្មោះថា vaccination contre la grippe អញ្ចឹងបងប្អូនចុចពាក្យថាប្រង rendezvous នេះមកវាតម្លៃរបស់វាគឺសង់ free បានថា free of charge អញ្ចឹងយើងចុចពាក្យថាប្រង rendezvous នេះមកបាទក្នុងខែ4ហ្នឹងគឺ2025ហ្នឹងគឺមានតែថ្ងៃទី23មួយទេអញ្ចឹងបងប្អូនចង់ដឹងថាខែផ្សេងទេតនេអត់បងប្អូនចុចកន្លែងនេះមកបាទវាអត់សូឲ្យទេអញ្ចឹងយើងត្រឡប់មកវិញអញ្ចឹងសម្រាប់ខែ4ខ្ញុំយកថ្ងៃទី23ហ្នឹងបាទម៉ោងមានម៉ោងចាប់ពីម៉ោង11:10នាទីរហូតដល់ម៉ោង11:50អញ្ចឹងបងប្អូនអាចជ្រើសទៅតាមពេលវេលាដែលបងប្អូនតនេអញ្ចឹងណាឧទាហរណ៍ថាខ្ញុំយកថ្ងៃទី23ម៉ោង11:10នាទីចុះហើយបន្តមកទៀតខ្ញុំចុចពាក្យស្វីវងបាទដើម្បីយើងធ្វើការចុះឈ្មោះដើម្បីយើងធ្វើការណាត់ពេទ្យអញ្ចឹងណាដើម្បីយើងទៅចាក់វ៉ាក់សាំងអញ្ចឹងកន្លែងនេះយើងដាក់ថា more mem បាទយើងធ្វើសម្រាប់ខ្លួនឯងអញ្ចឹងណាអញ្ចឹងយើងបញ្ចូលឈ្មោះយើងមកឧទាហរណ៍ថាអានេះជាឧទាហរណ៍ខ្ញុំដាក់ឈ្មោះJohn Smith ចុះឧទាហរណ៍ហើយ Courier បាទaddress email របស់យើងអានេះគឺជាឧទាហរណ៍ទេបាទបងប្អូនមានអ៊ីមែលបែបណាបងប្អូនដាក់អ៊ីមែលពិតប្រាកដបងប្អូនទៅបាទយើងដាក់លេខទូរស័ព្ទមក
បាទបន្តមកទៀតបងប្អូនចុចកន្លែងនេះក៏បានដែរ receiver la confirmation par SMS បាទយើងចុច click ទាំងអស់នេះមកហើយបន្តមកទៀតយើងចុចពាក្យថា je ne suis pas robot បាទហើយបន្តមកទៀតយើងចុចពាក្យ zoom នេះមក soumettre នេះមកបាទយើងទទួលបានការ rendezvous គេផ្ញើមក email មុនហ្នឹងបាទលេខកូដ rendezvous នេះវាចេញមកគឺលេខកូដបែបនេះអញ្ចឹងបងប្អូនគ្រាន់តែយកប្រភេទហ្នឹងទៅគឺយើងបងប្អូនអាចធ្វើការយកទៅចាក់វ៉ាក់សាំងបានហើយអញ្ចឹងប្រង rendezvous បាទសម្រាប់ឈ្មោះរបស់យើងនេះឈ្មោះដែលខ្ញុំពេញមិញជាឧទាហរណ៍បាទឈ្មោះបាទហើយលេខទូរស័ព្ទហើយនិង email address អញ្ចឹងបងប្អូនយកតា confirmation នេះទៅបងប្អូនអាចយកទៅចាក់សាំងបានដោយខ្លួនឯងហើយបាទជារួចរាល់ហើយបងប្អូនអាចធ្វើដោយខ្លួនឯងបានបើសិនបងប្អូនមានចម្ងល់ផ្សេងពាក់ព័ន្ធជាមួយនឹងព័ត៌មានសម្រាប់ការចាក់វ៉ាក់សាំងបងប្អូនអាចឆាតសួរនៅក្នុងវីដេអូនឹងបានអូខេអរគុណច្រើនបាទជម្រាបលា